ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមន្តគាថាស្ដោះពឹសពោះពុកម៉ែបងប្អូនណាហ្នឹងហើយពេលមានញាតិមិត្តណាឬក៏បងប្អូនណាដែលមានបញ្ហាដោយត្រូវពោះចឹកពុកម៉ែបងប្អូនយកកម្មាឬក៏ខ្សែចំណងអ្វីក៏បានដែរពុកម៉ែបងប្អូនចងបាទនៅមុខរបួសហ្នឹងកន្លែងពោះចឹកហ្នឹងឲ្យជាប់កុំឲ្យពឹសហ្នឹងឡើងទៅកាន់បេះដូងថ្លើមប្រមាត់ឬក៏តម្រងនោមហើយបន្ទាប់មកយើងចាប់ផ្ដើមសូត្រនៅមន្តគាថាកំចាត់ពឹសពោះនេះមុននឹងយើងសូត្រគឺយើងសូត្រនៅនមោពុទ្ធិយសទ្ធិងចំនួន3ចប់សិនហើយយើងសូត្រនៅគាថានេះចំនួន7ចប់យើងសូត្រថាអូមៈទ្រប់ទ្រប់អូមៈទ្រុំទ្រុំអូមៈហោមហោមអូមៈហាយហាយអូមៈកំចាត់អូមៈកំចាយកំចាត់ពឹសក្រុងស្លែងចរណាយដែលចេញទៅអូមៈសិទ្ធិស្វាហៈពុកម៉ែបងប្អូនសូត្ររបៀបនេះមកហើយវីដេអូលើក្រោយខ្ញុំនឹងបង្ហាញជូននៅរបៀបការប្រើប្រាស់នៅឱសថបុរាណខ្មែរយើងព្យាបាលជំងឺបាទពោះស្លឹកពោះចឹកឬក៏ពោះខំពុកម៉ែបងប្អូនណាហ្នឹងហើយអ្នកណាគេដែលមិនចេះសូត្រនៅមន្តគាថានេះស្ដាប់សំឡេងខ្ញុំហើយសូត្រតាមពីក្រោយទៅបានហើយអរគុណ